តើឯកសារនិងនាយកដ្ឋានមួយណាត្រូវប្រើត្រាសង្កត់គៀបត្រាសង្កត់គៀបត្រូវបានគេប្រើជាទូទៅលើឯកសារផ្លូវច្បាប់និងផ្លូវការដូចជាកិច្ចសន្យាប័ណ្ណនិងវិញ្ញាបនបត្រដើម្បីបញ្ជាក់ភាពត្រឹមត្រូវនាយកដ្ឋានច្បាប់សាការីនិងតុលាការតែងតែប្រើពួកវាដើម្បីធ្វើសុពលភាពឯកសារដោយធានាថាពួកគេត្រូវបានទទួលស្គាល់ជាផ្លូវការនិងស្របច្បាប់ចំណាប់អារម្មណ៍ដែលបានលើកឡើងបន្ថែមកម្រិតនៃទម្រង់បែបបទនិងសុវត្ថិភាពវាដើរតួជាត្រាផ្លូវការតំណាងឲ្យសិទ្ធិអំណាចនិងការយល់ព្រមរបស់ក្រុមហ៊ុនរដ្ឋាភិបាលនិងស្ថាប័នអប់រំក៏ប្រើត្រាសង្កត់គៀបសម្រាប់ឯកសារដូចជាលិខិតអនុញ្ញាតអាជ្ញាប័ណ្ណសញ្ញាបត្រជាដើមត្រាដែលបានបោះធានានូវភាពស្របច្បាប់នៃឯកសារជួយការពារការក្លែងបន្លំវាជាវិធីសាស្ត្រដែលអាចទុកចិត្តបានក្នុងការបញ្ជាក់ឯកសារផ្លូវការសំខាន់ៗនៅទូទាំងវិស័យផ្សេងៗត្រូវការត្រាបែបនេះសូមទំនាក់ទំនងមកហាងវិមានរៀងរាល់ម៉ោងធ្វើការពីច័ន្ទដល់ศุកร์តាមរយៈ Messenger របស់ទំព័រឆ្លាក់ត្រាពីចម្ងាយ